ការសម្រេចចិត្តរបស់ប្រទេសថៃនៅក្នុងការដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយប្រធានាធិបតីអាមេរិកលោក Donald Trump គឺជាសញ្ញានយោបាយដ៏ស៊ីជម្រៅមួយវាបង្ហាញថាសូម្បីតែសម្ព័ន្ធមិត្តផ្លូវការជិតស្និទ្ធធំបំផុតមួយរបស់អាមេរិកនៅអាស៊ីក៏ហ៊ានទាត់ចោលសម្ពាធរបស់ទីក្រុង Washington ជាសាធារណៈដែរប្រទេសថៃមិនមែនគ្រាន់តែជាដៃគូធម្មតារបស់អាមេរិកទេថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិកមានន័យថាប្រទេសទាំងពីរមានកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នានិយាយឲ្យសាមញ្ញសម្ព័ន្ធមិត្តសន្ធិសញ្ញាគឺជាប្រទេសដែលអាមេរិកបដិញ្ញាជួយការពារប្រសិនបើថៃប្រឈមមុខទៅនឹងការគំរាមកំហែងធំណាមួយនេះគឺជាទំនាក់ទំនងសន្តិសុខកម្រិតខ្ពស់បំផុតដែលអាមេរិកផ្ដល់ឲ្យថៃតាំងពីឆ្នាំ1962យោងតាមវិទ្យាស្ថាន Lowy របស់អូស្ត្រាលីនៅក្នុងអាស៊ានមានតែប្រទេសថៃនិងហ្វីលីពីនតែប៉ុណ្ណោះដែលទទួលបានការធានាការពារជាតិបែបនេះពីអាមេរិកនោះហើយជាមូលហេតុដែលទស្សនាវដ្តីអាមេរិក Newsweek នៅថ្ងៃទី12ខែវិច្ឆិកាបានចេញចំណងជើងធំថាថៃកំពុងតែសាកអំណាចរបស់ច្រាំតើសាកយ៉ាងដូចម្តេចការដែលនាយករដ្ឋមន្ត្រីថៃលោកអនុទានប្រកាសថាថៃនឹងកំណត់ទិសដៅផ្ទាល់ខ្លួនហើយថាថៃមិនចាំបាច់រាយការណ៍ទៅនរណាម្នាក់ទេហើយក៏មិនខ្លាចអាមេរិកដាក់សម្ពាធពន្ធដែរប្រទេសថៃកំពុងតែដើរផ្ទុយពីមហិច្ឆតារបស់លោកច្រាំដែលតែងអះអាងពីភាពជោគជ័យនៅក្នុងការសម្របសម្រួលសន្តិភាពរវាងថៃនិងកម្ពុជាលោកច្រាំបានប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពខែតុលាឆ្នាំ2025ដើម្បីបង្ហាញពិភពលោកថាលោកអាចដោះស្រាយជម្លោះបានក៏ប៉ុន្តែការដកខ្លួនរបស់ថៃបង្ហាញថាឥទ្ធិពលរបស់ច្រាំមិនអស់ចាស់ទេដោយសូម្បីតែសម្ព័ន្ធមិត្តក្រោមកិច្ចគាំពារសន្តិសុខរបស់អាមេរិកក៏មិនញញើតផងនោះលើសពីនេះនៅពេលដែលថៃហែកចោលកិច្ចព្រមព្រៀងដែលគាំទ្រដោយអាមេរិកដោយបើកចំហបែបនេះវាបង្ហាញថាអាមេរិកមិនអាចពឹងផ្អែកទៅលើប្រព័ន្ធសម្ព័ន្ធភាពរបស់ខ្លួននៅអាស៊ីអាគ្នេយ៍តាមរបៀបដែលខ្លួនធ្លាប់ធ្វើនោះទេនៅពេលនេះសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ហ៊ានសម្រេចចិត្តពីកិច្ចការសន្តិសុខដោយឯករាជ្យហើយជួនកាលប្រឆាំងទៅនឹងបំណងរបស់ទីក្រុង Washington ទៅទៀតក្នុងពេលជាមួយគ្នានេះវាក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនយោបាយរបស់ថៃផងដែរថៃកាន់តែមានទំនុកចិត្តពើងទ្រូងចង់សាកដកឆ្អឹងខ្នងដែលធ្លាប់ផ្អែកអាមេរិកហើយងាកទៅអង្អែលខ្នងចិនដើម្បីពង្រឹងចំណងតាក់ទងនៅក្នុងវិស័យពាណិជ្ជកម្មសភាវុធការទូតនិងសូម្បីតែទំនាក់ទំនងរាជវង្សដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ព្រះមហាក្សត្រថៃទៅកាន់ប្រទេសចិនពីថ្ងៃទី13ដល់17ខែវិច្ឆិកាគឺជាឧទាហរណ៍ជាក់ស្ដែងដូច្នេះដំណើររបស់ថៃលើកនេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាទេវាគឺជាផ្នែកមួយនៃនិន្នាការធ្វើឲ្យមានតុល្យភាពជាយុទ្ធសាស្ត្ររវាងមហាអំណាចធំសរុបមកបញ្ហាប្រឈមចំពោះអាមេរិកគឺច្បាស់ប្រទេសថៃដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាមួយក្នុងចំណោម2របស់អាមេរិកនៅអាស៊ានបានបដិសេធជាសាធារណៈមិនព្រមអនុវត្តតាមផែនការសន្តិភាពដែលទីក្រុង Washington គាំទ្រថៃចង់ឲ្យគេឃើញថាឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់កំពុងចុះខ្សោយហើយប្រទេសអាស៊ីអាគ្នេយ៍ឥឡូវនេះកំពុងធ្វើសកម្មភាពតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេមិនមែនតាមលក្ខខណ្ឌរបស់អាមេរិកទេ